អ្នកស្រុកក៏ហៅថាអាចោចិត្តជាលុះក្មេងនោះចម្រើនវ័យធំឡើងឪពុកក៏ស្លាប់ចោលទៅនៅតែម្ដាយចៅនោះមិនគិតធ្វើការរកស៊ីអ្វីទេឲ្យទៅដល់ពេលវេលាយប់កាលណាចៅចិត្តជាដើរលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួងមេដាទូមានប្រដៅដូចម្ដេចក៏មិនធ្វើតាមទើបម្ដាយយកកូនទៅនៅឯវត្តរៀនអក្សរចៅនោះក៏មិនខិតខំរៀនសូត្រទៀតប្រព្រឹត្តតែអំពើលួចទ្រព្យគេយកមកចិញ្ចឹមមេដានិងអាត្មាគ្រូរំលឹកប្រដៅដូចម្ដេចក៏មិនព្រមស្ដាប់ថ្ងៃមួយស្ដេចក្នុងនគរនោះទ្រង់ចេញប្រថាប់ចុងព្រះរាជរោងឲ្យសេនាបតីនិមឺនសពមុខមន្ត្រីចូលគាល់ទ្រង់មានព្រះរាជអង្ការថាមានខេត្តមួយនៅទំនេរពុំទាន់មានឈ្មោះណាទៅឈររក្សានៅឡើយបើអ្នកណាយកប្រាក់40កហបណៈមកដាក់ឃ្លាំងយើងនឹងឲ្យទៅឈរជាចៅហ្វាយស្រុករក្សាខេត្តនោះបន្ទាប់មកស្ដេចក៏យាងចូលក្នុងព្រះបរមរាជវាំងវិញគ្រានោះមានមន្ត្រីតូចម្នាក់វិលមកផ្ទះដេកកាត់ទុកចង់ធ្វើជាចៅហ្វាយស្រុកនោះណាស់លុះដល់វេលាយប់ចូលដំណេកប្តីនិយាយនឹងភរិយាថាអូនអើយឥឡូវនេះស្ដេចមានព្រះរាជបន្ទូលថាបើឈ្មោះណាមានប្រាក់40កហបណៈថ្វាយព្រះអង្គដាក់ឃ្លាំងទ្រង់នឹងឲ្យធ្វើជាចៅហ្វាយស្រុករក្សាខេត្តមួយដែលនៅទំនេរភរិយាឆ្លើយថាអោអ្នកអើយចិត្តខ្ញុំចង់ឲ្យអ្នកធ្វើជាចៅហ្វាយស្រុកណាស់តែសប្តាហ៍ថ្ងៃយើងក្រីក្រពេកធ្វើម៉េចនឹងបានប្រាក់ថ្វាយស្ដេចទៅនិយាយហើយក៏នាំគ្នាបន់ទេវតាថាសូមទេវតាជួយខ្ញុំឲ្យបានប្រាក់40កហបណៈថ្វាយស្ដេចខ្ញុំនឹងបានធ្វើចៅហ្វាយស្រុកនៅគ្រានេះពេលនោះចៅចិត្តជាដើរលួចគេឲ្យមកអង្គុយក្រោមផ្ទះមន្ត្រីនោះបានស្ដាប់ឮដូច្នោះមានចិត្តអាណិតក៏យកប្រាក់40កហបណៈពីផ្ទះខ្លួនវិចនឹងកំណាត់សម្ពុតជាតីមកលូកដៃតាមជញ្ចាំងទៅទុកឲ្យមន្ត្រីនោះរួចត្រឡប់ទៅវិញលុះភ្លឺច្បាស់មន្ត្រីនោះញាក់ឡើងក្រឡេកឃើញបងវិចសម្ពុតក៏ចាប់លើកស្រាយមើលឃើញប្រាក់40កហបណៈអន់ណាស់ក៏ប្រាប់ប្រពន្ធថាយើងបានប្រាក់40កហបណៈហើយគឺជាប្រាក់ដែលទេវតាប្រគល់ឲ្យយើងប្រពន្ធស្ទុះមកមើលឃើញច្បាស់ក៏មានចិត្តត្រេកអរពន់ពេកលុះដល់រសៀលមន្ត្រីនោះយកប្រាក់40កហបណៈទៅថ្វាយស្ដេចដាក់ឃ្លាំងព្រះរាជាក៏តាំងមន្ត្រីនោះឲ្យធ្វើជាចៅហ្វាយស្រុករក្សាខេត្តនោះតទៅឯចៅចិត្តជាកាលបើបានដឹងថាមន្ត្រីនោះបានធ្វើជាចៅហ្វាយស្រុកហើយក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខេត្តនោះធ្វើដំណើរឲ្យគេចាប់ខ្លួនបានម្ចាស់ទ្រព្យនាំចៅចិត្តជានោះទៅជូនចៅហ្វាយស្រុកចៅហ្វាយស្រុកបង្គាប់មេគុកឲ្យដាក់ច្រវាក់ឃុំទុកត្រោមផ្ទះលោកដល់វេលាជប់ស្ងាត់ចៅចិត្តជានិយាយតែម្នាក់ឯងថាអោទេវតាលោកអើយហេតុតែឯងមានចិត្តអាណិតគេចង់ឲ្យគេធ្វើចៅហ្វាយស្រុកខ្លួនឯងខំយកប្រាក់40កហបណៈវិចនឹងកំណាត់ជាតីយកមកឲ្យគេទាំងយប់ឥឡូវគេបានធ្វើចៅហ្វាយស្រុកហើយគេមិនមេត្តាដល់ឯងបន្តិចសោះគេបែរជាដាក់ច្រវាក់ឃុំឯងទុកឲ្យវេទនាចៅចិត្តជានិយាយតែពាក្យដដែលម្នាក់ឯងជាច្រើនដងឯចៅហ្វាយស្រុកនិងប្រពន្ធបានឮចៅនិយាយដូច្នោះក៏ពិភាក្សាគ្នាថាចៅនិយាយនេះដូចរឿងយើងណាស់យើងគួរតែចុះទៅសួរគេសិនចៅហ្វាយស្រុកចុះពីផ្ទះសួរចៅចិត្តជាថាយើងឮឯងនិយាយអីយើងដូចជាស្ដាប់បានខ្លះចូលឯងនិយាយម្ដងទៀតមកមើលចៅចិត្តជាប្រាប់ថាខ្លួនខ្ញុំនេះជាមនុស្សប្រព្រឹត្តចោរកម្មដែលលួចទៅទ្រព្យគេរាល់យប់យកមកចិញ្ចឹមជីវិតកាលពីលោកនៅជាមន្ត្រីតូចពុំទាន់បានធ្វើជាចៅហ្វាយស្រុកវេលាយប់មួយនោះខ្ញុំដើរលួចគេហើយមកអង្គុយក្រោមផ្ទះលោកឮលោកនិយាយនឹងប្រពន្ធថាពួកលោកចង់បានប្រាក់40កហបណៈថ្វាយស្ដេចព្រោះចង់ធ្វើជាចៅហ្វាយស្រុក
ខ្ញុំលើកដូច្នេះមានចិត្តអាណិតលោកក៏ទៅយកប្រាក់40កហបណៈពីផ្ទះវិចនឹងកំណាត់សម្ពុតមកដាក់ចិត្តក្បាលដំណេកទុកជូនលោកហើយខ្ញុំក៏ត្រឡប់ទៅវិញក្រោយមកខ្ញុំឮគេនិយាយថាលោកបានធ្វើចវាយស្រុកខ្ញុំក៏មកលួចគេនៅក្នុងខេត្តនេះឲ្យគេចាប់ខ្លួនខ្ញុំគេក៏នាំខ្ញុំមកជូនលោកក៏ដាក់ទោសខ្ញុំមិនប្រណីចវាយស្រុកស្ដាប់ហើយក៏ជឿជាក់ហើយនិយាយថាអោសម្លាញ់អើយនេះជារឿងពិតដែលខ្ញុំបានធ្វើជាចវាយស្រុកក៏ព្រោះតែឯងជួយខ្ញុំឥឡូវឯងឈប់ពិបាកចិត្តទៅព្រឹកនេះខ្ញុំនឹងលែងឯងឲ្យរួចផុតពីទោសហើយឯងនិងខ្ញុំគឺជាសម្លាញ់នឹងគ្នាតទៅចវាយស្រុកសួរថាឯងឈ្មោះអីបុរសនោះជម្រាបថាខ្ញុំឈ្មោះចៅចិត្តជាលុះភ្លឺច្បាស់ចវាយស្រុកក៏ដោះលែងចៅចិត្តជាហើយនិយាយថាសម្លាញ់ខ្ញុំនឹងចិញ្ចឹមឯងពីថ្ងៃនេះតទៅតែឯងកុំលួចគេទៀតអីណាចៅចិត្តជាឆ្លើយថារឿងលួចនោះខ្ញុំមិនទាន់ឈប់ទេខ្ញុំគ្រាន់តែលួចប្រាក់បន្តិចបន្តួចយកទៅចិញ្ចឹមមាតាមេម៉ាយតែប៉ុណ្ណោះចវាយស្រុកក៏ឲ្យប្រាក់30កហបណៈផ្ញើទៅឲ្យមាតាតែចៅចិត្តជាប្រកែកមិនព្រមយកចវាយស្រុកសួរថាផ្ទះសម្លាញ់ឯងនៅឯណាចៅចិត្តជាប្រាប់ថាផ្ទះខ្ញុំនៅទីនោះហើយលាចវាយស្រុកទៅផ្ទះវិញស្លេះត្រឹមនេះនិយាយពីលោកយមរាជនិងមន្ត្រីតូចម្នាក់កើតសេចក្តីវិវាទទាស់ទែងគ្នាជាយូរខែហើយមន្ត្រីតូចនោះគុំគួនចង់សម្លាប់លោកយមរាជណាស់មន្ត្រីនោះមានស្រីបំរើម្នាក់ជាទីទុកចិត្តស្រីបំរើនោះខំផ្គប់គុណចវាយមិនឲ្យទាស់ចិត្តពេលលាជប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបំរើថាយើងចង់ឲ្យនាងជួយខ្ញុំរឿងមួយព្រោះយើងស្អប់លោកយមរាជនោះណាស់យើងចង់សម្លាប់គេចោលតែមិនដឹងរកអ្នកណាឲ្យជួយបានតែសប្តាហ៍ថ្ងៃយើងឃើញនាងមានប្រាជ្ញាជាងគេហើយមន្ត្រីនោះបង្គាប់ស្រីបំរើថាចូលនាងចេញពីផ្ទះខ្ញុំហើយទៅរកប្រាក់លោកយមរាជហើយនាងនៅនឹងគេសិនចុះតែឯងត្រូវខំផ្គប់គុណគេឲ្យដូចជានៅនឹងយើងពេលលោកយមរាជនោះទុកចិត្តនឹងនាងហើយឲ្យនាងចូលទៅបំរើខាងក្នុងនាងចាំមើលពេលវេលាស្ងាត់ពេលលោកយមរាជដេកលក់ចូលនាងដុតរំលាយសំណឲ្យពុះក្តៅរួចយកទៅចាក់ក្នុងមាត់លោកយមរាជនោះទៅគេនឹងស្លាប់គ្មានអ្នកណាដឹងឡើយបើឯងធ្វើបែបនេះបានយើងនឹងចេញប្រាក់លុះនាងយកមកវិញឲ្យរួចពីខ្ញុំគេស្រីបំរើនោះស្ដាប់ហើយក៏ទទួលការសពគ្រប់នៅក្នុងវេលាយប់នោះដែរចៅចិត្តជាដើរលួចគេហើយក៏មកអង្គុយក្រោមផ្ទះមន្ត្រីនោះកាលមន្ត្រីបង្គាប់ស្រីបំរើឲ្យសម្លាប់លោកយមរាជដូចម្ដេចក៏ស្ដាប់បានទាំងអស់ថ្ងៃក្រោយស្រីបំរើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជហើយនៅបំរើលោកយមរាជលោកយមរាជក៏ទទួលចេញប្រាក់លុះឲ្យនៅបំរើខ្លួននាងនោះក៏គុណខំបំរើលោកយមរាជនិងលោកជំទាវមិនឲ្យទាស់ចិត្តឡើយលោកយមរាជនិងលោកជំទាវក៏ទុកចិត្តស្និទ្ធស្នាលឲ្យនាងចេញចូលខាងក្នុងបំរើចិត្តដិតធម្មតានៅវេលាយប់ស្ងាត់ស្រីបំរើនោះដឹងថាលោកយមរាជសម្រានលក់ហើយនាងក៏ដុតរំលាយសំណឲ្យពុះក្តៅហើយលើកសំណនោះទៅចាក់ចូលក្នុងមាត់លោកយមរាជដែលកំពុងសម្រានលោកយមរាជក៏ស្លាប់បាត់ទៅរួចនាងនោះក៏ត្រឡប់ទៅកន្លែងដេកវិញលុះព្រឹកឡើងលោកជំទាវក៏ភ្ញាក់បានដឹងថាប្តីស្លាប់ក៏ស្រែកទ្រហោយំធ្វើឲ្យមនុស្សផ្អើលមកមើលលោកជំទាវក៏ទៅក្រាបបង្គំទូលស្ដេចតាមដំណើររឿងព្រះរាជាទ្រង់ក៏ចាត់មន្ត្រីឲ្យមកមើលតែមិនដឹងថាគេស្លាប់ដោយសារអ្វីព្រោះគ្មានស្លាកស្នាមក៏ទៅក្រាបបង្គំទូលស្ដេចតាមដំណើររឿងព្រះរាជាទ្រង់ឲ្យគេយកសពយមរាជទៅបញ្ចុះតាមការគូក្រោយមកដល់រដូវបុណ្យទ្វារទសមាសនិមឺនសពមុខមន្ត្រីចូលគាល់ព្រះមហាក្សត្រព្រះមហាក្សត្រទ្រង់មានព្រះរាជអង្គការថាបើអ្នកណារកមនុស្សដែលសម្លាប់លោកយមរាជឃើញយើងនឹងឲ្យធ្វើជាទីយមរាជ
រួចមកស្ដេចក៏យាងចូលខាងក្នុងវិញសេនាបតីនិមឺនសពមុខមន្ត្រីទៅផ្ទះរៀងខ្លួនគ្រានោះចៅវាយស្រុកដែលជាសម្លាញ់នឹងចៅចិត្តជាចង់ធ្វើយមរាជណាស់បានទៅរកចៅចិត្តជាសួរថាសម្លាញ់ឯងមកមានការអ្វីចៅវាយស្រុកប្រាប់ថាខ្ញុំមកមានការចង់សួរឯងបន្តិចត្បិតលោកយមរាជស្លាប់ដែលឥតមាននរណាដឹងថាស្លាប់ពីរោគអ្វីឥឡូវស្ដេចមានព្រះរាជអង្គការថាបើអ្នកណារកឃើញមនុស្សដែលសម្លាប់លោកយមរាជឃើញទ្រង់នឹងឲ្យធ្វើជាទីយមរាជរឿងនេះសម្លាញ់ឯងបានដឹងឬទេត្បិតខ្ញុំចង់ធ្វើយមរាជណាស់ចៅចិត្តជាឆ្លើយថារឿងនេះខ្ញុំបានដឹងច្បាស់ព្រោះនៅយប់មួយនោះខ្ញុំដើរលួចគេហើយខ្ញុំមកអង្គុយក្រោមផ្ទះមន្ត្រីតូចម្នាក់នៅខាងជើងផ្ទះលោកយមរាជឆ្ងាយពីគ្នាបន្តិចមន្ត្រីនោះបាននិយាយប្រាប់ស្រីបម្រើម្នាក់ចៅចិត្តជាក៏និយាយតាមដំណើររឿងគ្រប់យ៉ាងចៅចិត្តជាបានប្រាប់ទៀតថាចូលសម្លាញ់ឯងទៅក្រាបទូលស្ដេចតាមរឿងនេះចុះតែឲ្យគាត់ខ្មោចលោកយមរាជនោះមកវះមើលបើឃើញសំណរនៅក្នុងពោះនោះមែនសម្លាញ់ឯងនឹងបានធ្វើជាយមរាជមិនខានចៅវាយស្រុកស្ដាប់បានការសម្ងាត់ហើយក៏ត្រឡប់ទៅផ្ទះវិញថ្ងៃក្រោយចៅវាយស្រុកទៅទូលស្ដេចតាមរឿងពិតគ្រប់យ៉ាងស្ដេចទ្រង់ឲ្យភ្នាក់ងារទៅចាប់មន្ត្រីនិងស្រីបម្រើនោះមកឃុំទុកទ្រង់ឲ្យកោះខ្មោចលោកយមរាជមកវះមើលឃើញសំណរនៅក្នុងពោះមែនទ្រង់ឲ្យជំនុំជម្រះរឿងនោះស្រីបម្រើបានសារភាពថាមែនទើបស្ដេចឲ្យគេប្រហារជីវិតទាំងពីរនាក់ចោលទៅទ្រង់ក៏តាំងចៅវាយស្រុកនោះឲ្យធ្វើជាទីយមរាជឯចៅវាយស្រុកកាលបើបានធ្វើជាទីយមរាជហើយក៏ឲ្យអ្នកបម្រើទៅហៅចៅចិត្តជាសម្លាញ់លុះមកដល់គាត់ក៏ប្រាប់ថាសម្លាញ់អើយឯងមានគុណលើខ្ញុំច្រើនណាស់ឥឡូវនេះខ្ញុំបានធ្វើជាទីយមរាជគឺដោយសារតែឯងជួយខ្ញុំពីថ្ងៃនេះតទៅចូលឯងកុំលួចគេទៀតខ្ញុំសុខចិត្តចិញ្ចឹមម្ដាយឯងនិងសម្លាញ់ឯងអស់មួយជីវិតចៅចិត្តជាឆ្លើយថាខ្ញុំសុំលួចតែម្ដងទៀតទេនិយាយរួចចៅចិត្តជាក៏ត្រឡប់ទៅផ្ទះវិញវេលាយប់ចៅចិត្តជាទៅលួចដង្ខៅម្នាក់បានប្រាក់និងសំពត់អាវជាច្រើនយកទៅជូនម្ដាយលុះព្រឹកឡើងចៅចិត្តជាមកប្រាប់លោកយមរាជថាសម្លាញ់ជប់មិញខ្ញុំលួចគេបានប្រាក់និងសំពត់អាវច្រើនណាស់ពីថ្ងៃនេះតទៅខ្ញុំលះបង់លែងរកស៊ីលួចគេទៀតហើយសូមសម្លាញ់ជឿខ្ញុំចុះលោកយមរាជតបថាបើឯងឈប់លួចគេមែននោះខ្ញុំអន់ណាស់បើខ្វះខាតអ្វីមករកខ្ញុំចុះឯងកុំទៅទាល់អីខ្ញុំធានាចិញ្ចឹមឯងអស់មួយជីវិតចៅចិត្តជាក៏លាលោកយមរាជទៅផ្ទះវិញទៅនៅថែរក្សាមេដាជាសុខសប្បាយលោកយមរាជនិងចៅចិត្តជាស្រឡាញ់រាប់អានគ្នាចិញ្ចឹមគ្នាដរាបអស់ជីវិតដោយបានសន្យានឹងគ្នា